บัดเนี่ยวิพินังกรมยุวชนทาการเรียงมันเอาบัญจังวิดีโออาซาเซราสไลปีกิจกรรมบทการเลยจีเรื่องเขาฉบับสมัครกิจกรรมปรุงเป็นการเป็นไงที่ดับปีมีนาบานรวมพลุนยุวชนนิยมบทการเลยบุญเนี้ยเติบโตนโกบาลออจิจารเมาส์ให้บานบังคอมปุกีอัปเดตเม็ดได้เลือลิขัดสัญญามุ้ยโดยเอาชุบเพื่อสการมาพิบจะบัญจังสายวิดีโอซื้อบังเกตสไลปีกิจกรรมบทการเลยบานลูกโอนเชิญเรกาปวดเมนี่ឆ្លើយតបទៅនឹងសំណួររបស់អ្នកសម្របសម្រួលវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីលោកជីវិតាអ្នកវិភាគឯករាជ្យបណ្ឌិតឡាវម៉ុងហៃយល់ឃើញថាសមត្ថកិច្ចខណ្ឌឫស្សីកែវពុំមានមូលដ្ឋានច្បាប់ណាមួយដើម្បីហាមឃាត់ក្រុមយុវជនបញ្ចាំងខ្សែវីដេអូស៊ើបអង្កេតស្ដីពីឃាតកម្មបណ្ឌិតកែមលីរបស់ទូរទស្សន៍អាល់ហ្សាហ្សេរ៉ានោះទេប៉ុន្តែលោកថាសមត្ថកិច្ចខណ្ឌឫស្សីកែវនិងព្រះរាជអាជ្ញាមិនខ្វល់ពីមូលដ្ឋានច្បាប់ឡើយពួកគេបានសម្លុតគម្រាមយុវជនទាំង4នាក់ឲ្យផ្តិតមេដាយទទួលស្គាល់កំហុសរបស់ខ្លួនទៅវិញសម្ដីនេះខ្លាំងបាទដូចជាគម្រាមកំហែងអញ្ចឹងបាទហើយបើនិយាយអស្រួលទេដូចសម្លុតអញ្ចឹងបាទខ្ញុំមានចំណាប់អារម្មណ៍ត្បូងដែរហើយគឺមិនថាចូលទៅណែនាំខាងច្បាប់ខាងអីនេះក៏ប៉ុន្តែអត់បានបញ្យល់ថាច្បាប់ណាប្រព្រឹត្តខុសច្បាប់ទៅណាអីទៅណាទេបាទលោកមិនឆ្លើយទី1ការផ្សព្វផ្សាយសាធារណៈញុះញង់ឲ្យជាប្រវត្តិចូលមកស្ដាប់ជាសាធារណៈទី2មិនបានគោរពនៅអាជ្ញាធរហាម5ទី3មិនបានផ្ដល់នៅអ្វីដែលអូនចាក់នោះឲ្យស្ដាប់ទេនៅពេលដែលអាជ្ញាធរទៅហាមឃាត់អូននៅមានចេតនារឹងទៅតទៀតលោកថាតែអាជ្ញាធរទៅបង្អាក់ចំណែកយុវជនមួងសូនីវិញយល់ឃើញថាអ្វីដែលពួកគេបានធ្វើមិនខុសច្បាប់ឡើយដោយអះអាងថាគ្មានច្បាប់ណាហាមឃាត់ពួកគេមិនឲ្យបញ្ចាំងវីដេអូមើលនៅក្នុងផ្ទះនោះទេអ្វីដែលយើងធ្វើនៅផ្ទះរបស់យើងមានថាទីស្នាក់ការរបស់យើងជាមូលហេតុអីដែលយើងត្រូវតែសុំច្បាប់ហើយច្បាប់នឹងយោងលើមាត្រាណាដែលយើងត្រូវតែសុំគេពួកអីខ្ញុំបានធ្វើនៅទីសាធារណៈផងហ្នឹងហេតុអីក៏ត្រូវឲ្យខ្ញុំទៅសុំច្បាប់ទោះជាសមត្ថកិច្ចខណ្ឌឫស្សីកែវនិងព្រះរាជអាជ្ញាសាលាដំបងរាជធានីភ្នំពេញចោទថាពួកគេធ្វើខុសច្បាប់និងបង្ខំឲ្យផ្តិតមេដាយសន្យាឈប់ធ្វើសកម្មភាពបញ្ចាំងខ្សែវីដេអូស៊ើបអង្កេតស្ដីពីឃាតកម្មបណ្ឌិតកែមលីរបស់ទូរទស្សន៍អាហ្សាហ្សេរ៉ាយ៉ាងណាក្តីយុវជនវ៉នចាន់លូតបដិញ្ញាថាពួកគេនឹងនៅតែបន្តសកម្មភាពទាំងឡាយណាដែលមានប្រយោជន៍ដល់សង្គមជាតិនិងស្របច្បាប់តាមបណ្ដាំគ្រូកែមលីរបស់ខ្លួនអ្វីដែលយើងធ្វើគឺយើងក៏បានយល់ដែរមិនមែនពួកយើងមិនយល់អំពីច្បាប់សោះនោះទេគឺអ្វីដែលមើលទៅវាប៉ះពាល់ទៅនឹងសន្តិភាពសាធារណៈវាប៉ះពាល់ទៅនឹងសិទ្ធិអ្នកដទៃគឺយើងមិនធ្វើជាដាច់ខាតបាទតែអ្វីដែលធ្វើទៅបំរើផលប្រយោជន៍ប្រជាជាតិគឺទោះបីជាស្ថិតក្នុងកលៈទេសៈណាក៏ដោយក៏យើងនៅតែបន្តបេសកកម្មនេះជាដរាបបាទទោះយ៉ាងណានៅក្នុងការលើកយកច្បាប់មកប្រើចោទប្រកាន់ក្រុមយុវជនកែមលីនិយមមិនឲ្យចាក់បញ្ចាំងខ្សែវីដេអូស៊ើបអង្កេតស្ដីពីឃាតកម្មបណ្ឌិតកែមលីនោះព្រះរាជអាជ្ញាបានលើកយកមាត្រា523នៃក្រមព្រហ្មទណ្ឌមកសំអាងដែលចែងអំពីបទធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការប៉ុន្តែបណ្ឌិតឡាវម៉ុងហៃមានប្រសាសន៍ថាការលើកយកមាត្រា523នៃក្រមព្រហ្មទណ្ឌនោះមកសំអាងដើម្បីរារាំងមិនឲ្យក្រុមយុវជនចាក់បញ្ចាំងវីដេអូនោះជារឿងមិនត្រឹមត្រូវសោះឡើយអាហ្នឹងគឺខ្ញុំឃើញថាការយោងហ្នឹងក៏ដូចជាមិនត្រឹមត្រូវដែរយោងទៅលើតែមាត្រាហ្នឹងព្រោះថាវាអត់មានអីទៅតេស្តទៀនអីដែលសម្រាប់ឬឯកសារតុលាការនោះទេបាទចានីតិវិធីតុលាការនោះទេបាទដែលច្បាប់នឹងគេហាមឃាត់មែនប៉ុន្តែយុវជនមួងសូនីនិងយុវជនវ៉នចាន់លូតឲ្យដឹងថាមូលហេតុដែលគេគោរពស្រឡាញ់បណ្ឌិតកែមលីពីព្រោះការលោកនៅរស់លោកបានបំពេញកិច្ចការជាច្រើនសម្រាប់សង្គមកម្ពុជាលោកបានដឹកនាំក្រុមយុវជននិងពលរដ្ឋឲ្យចេះការពារធនធានធម្មជាតិប្រឆាំងអំពើពុករលួយនិងបណ្ដុះបណ្ដាលក្រុមយុវជនឲ្យចេះស្រឡាញ់ជាតិខ្លួនជាដើមខ្ញុំបាទអ៊ូនឈិនអាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញ